សួស្តីបងប្អូនទាំងអស់គ្នាស្វាគមន៍សម្រាប់ការវិលត្រឡប់មកកាន់ Channel របស់ខ្ញុំសាជាថ្មីហើយវីដេអូថ្ងៃនេះគឺខ្ញុំនឹងមកបង្ហាញបងប្អូនទាំងអស់គ្នាពីរបៀប add font ខ្មែររបស់យើងចូលទៅកាន់កម្មវិធី CapCut ចឹងខ្ញុំឃើញមានបងប្អូនយើងឆាតមកខ្ញុំច្រើនដែរឲ្យខ្ញុំធ្វើវីដេអូពីរបៀប add font ខ្មែរឲ្យបន្តិចដោយសារគាត់រកកន្លែង add អត់ឃើញចឹងវីដេអូនេះគឺខ្ញុំនឹងមកស្រាវចម្ងល់បងប្អូនហើយថាយើង add របៀបម៉េចបាទចឹងយើងបើកមកកាន់ CapCut របស់យើងសិនមកបាទយើងចង់ដឹងមើលតើវាមានអត់ចឹងយើង create project មួយមកអូខេឥឡូវយើងចូលមកដល់ផ្ទាំងបែបនេះយើងសាកសរសេរ text របស់យើងមួយបាទយើង add text មួយមកយើងសរសេរខ្មែរមួយមកបាទគឺយើងសរសេរថាសួស្តីអ្នកទាំងអស់គ្នាបាទយើងកន្លែងនេះកន្លែងយើង font ណាបាទអានេះវាចេញចេះដោយសារខ្ញុំធ្លាប់ add ហើយនៅក្នុងនេះខ្ញុំធ្លាប់ add ហើយអញ្ចឹងវា load មកហើយយើងគ្រាន់វាយ KH មកវា load ខ្មែររបស់យើងមកហើយបាទចុច enter ទៅវាយ KH ហើយចុច enter ទៅនេះ font ខ្មែររបស់យើងគឺបានចូលមកហើយចានេះដោយសារខ្ញុំ add វាហើយបានវាមាន font ខ្មែរចូលមកបែបនេះបាទយើងមើលទៅនេះ font ចឹងខ្ញុំអត់បានលុបទេបាទ font នេះគឺខ្ញុំខ្ជិលលុបខ្ញុំគ្រាន់តែមកប្រាប់បងប្អូនពីវិធីដាក់វាទៅហើយដោយសារខ្ញុំខ្ជិលលុបហើយខ្ជិល add ម្ដងទៀតបាទចឹងបងប្អូនយើងឃើញណាគឺ font មានច្រើនហើយវាចូលមកហើយចឹងយើងចង់សរសេរ style អីក៏បានដែរអត់បញ្ហាអីទេនេះ font ឃើញណាចឹងកុំឲ្យខាតពេលយូរយើងចូលទៅរបៀបដាក់ font ទាំងអស់គ្នាតែម្ដងទៅបាទអញ្ចឹងយើងចុច Windows អក្សរ O បាទនៅលើកុំព្យូទ័ររបស់យើងហ្នឹងសម្រាប់ Mac ខ្ញុំអត់ដឹងទេអត់ដឹងថាគេត្រូវធ្វើមិនទេព្រោះខ្ញុំប្រើតែ Windows ខ្ញុំអត់ចេះប្រើ Mac ផងអានេះសម្រាប់អ្នកប្រើ Windows ហើយវាយឲ្យដូចខ្ញុំអញ្ចឹងមកនេះភាគរយ app data ភាគរយបាទបងប្អូនចុច Windows អក្សរ O ចេញបងប្អូនអាចចុចកន្លែង search កន្លែងនេះហើយ search ពាក្យ run មកបាទចុចលើហ្នឹងទៅហើយសរសេរចេះដូចគេដែរមកបាទនេះចុច OK ទៅអូខេហើយយើងចុចកន្លែង app data បន្ទាប់មកយើងចុចកន្លែងនេះបាទយើង search មកយើងសរសេរពាក្យ font មកបាទយើងសរសេរពាក្យ font បងប្អូនឃើញនេះ font ណា font ណាអញ្ចឹងយើងធ្វើការ copy font ខ្មែររបស់យើងតម្លាក់ចូលកន្លែងហ្នឹងមកយើងមាន font ខ្មែររបស់យើងទុកនៅណាបាទបើកមួយទៀតបាទខ្ញុំមករក font ខ្មែររបស់ខ្ញុំបាទនេះគឺ font ខ្មែរអញ្ចឹងយើងការ select all មកបាទយើង select all មកយើង select វាចេញមកហើយយើងអូសវាតម្លាក់ចូលមកបាទតម្លាក់ចូលកន្លែងហ្នឹងទៅអានេះវាអាចនឹងអត់ចូលដោយសារខ្ញុំធ្លាប់ add ហើយអញ្ចឹងបងប្អូនយើងចុចទៅវាចូលមកហើយបើសិនជាបងប្អូនយើងអត់ទាន់ធ្លាប់ add បាទឥឡូវខ្ញុំខ្វែងសិនអញ្ចឹងនៅពេលដែលបងប្អូនយើងដាក់ហើយបាទគឺវាអាចដូរ font បានដូចខ្ញុំនេះហើយបាទយើងគ្រាន់តែចុចកន្លែង search ពាក្យ KH ហ្នឹងទៅហើយយើងវាយទៅវាចូលមកហើយបាទអញ្ចឹងវិធីសាស្ត្រនៃការ add font គឺមានតែប៉ុណ្្នឹងឯងហើយដូចខ្ញុំបញ្ជាក់ខាងដើមអញ្ចឹងថាខ្ញុំចេះតែលើ Windows ទេសម្រាប់ Mac ខ្ញុំអត់ដឹងថាគេធ្វើម៉េចទេបាទអញ្ចឹងជួបជាមួយខ្ញុំនៅវីដេអូក្រោយទៀត